រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្មគឺជាវិស័យចម្បងព្រោះប្រជាពលរដ្ឋប្រមាណ 85% ប្រកបរបរកសិកម្មចិញ្ចឹមជីវិតហើយការបង្កបង្កើនផលស្រូវគឺជាមុខរបរចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋជាមួយគ្នានេះរាជរដ្ឋាភិបាលបានមានគម្រោងនាំអង្ករចេញទៅក្រៅប្រទេសឲ្យបាន1លានតោនចាប់ពីឆ្នាំ2015ខាងមុខគឺពេលនោះហើយដែលវិស័យកសិកម្មគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ពង្រឹងកំណើនសេដ្ឋកិច្ចជាតិបន្ថែមពីលើវិស័យកាត់ដេរវិស័យទេសចរណ៍និងវិស័យសំណង់ជាដើមនៅពេលដែលវិស័យកសិកម្មកាន់តែមានភាពរឹងមាំគឺអាចធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធារជាពិសេសសម្រាប់អ្នកបង្កបង្កើនផលស្រូវចិញ្ចឹមជីវិតនិងសម្រាប់អ្នកលក់ដូរទ្រទ្រង់ជីវភាពគ្រួសារនិងមិនមានការបារម្ភពីការខ្វះខាតស្បៀងបាទពីព្រោះអីខ្ញុំគិតថាការតាំងពីព្រោះនេះបានអ្នកចូលរួមគឺមានអ្នកដែលធ្វើចការធំក៏ដូចជាកសិករហើយធៀបនឹងផលិតផលរបស់ខ្ញុំបានមិនមែនសម្រាប់តែអ្នកធ្វើមានស្រែចម្ការប៉ុន្តែមានអ្នកខ្លះគាត់យកវាទៅស៊ីឈ្នួលហើយមានអ្នកខ្លះគាត់មានដីសម្បត្តិដែលត្រូវការប្រើប្រាស់គ្រឿងញៀនកសិកម្មបាទឥឡូវនេះប្រជាពលរដ្ឋកម្ពុជាយើងដូរទម្លាប់ពីគោក្របីមកគ្រឿងញៀនកសិកម្មច្រើនហើយឃើញថាការបង្កើនកសិផលមានការកើនជាងមុនឆ្ងាយណាស់បើនិយាយពីផលិតផលដែលយើងលក់បានប្រជាពលរដ្ឋខ្លះគាត់ដូរគោក្របីមកគោយន្តពីព្រោះអីវាងាយស្រួលបាទហើយកសិផលបានច្រើនជាងមុនឧទាហរណ៍ថាគាត់ប្រើគោក្របីបាន2-3ហាន់ទេមួយឆ្នាំតែប្រើគ្រឿងយន្តប្រើត្រាក់ទ័ររបស់ខ្ញុំបានច្រើនអញ្ចឹងគឺផ្ដល់ភាពចំណេញមានម៉ាស៊ីនច្រូតដែលស័ក្តិសមនឹងដីស្រុកខ្មែរយើងហើយមានម៉ាស៊ីនស្ទូងឥឡូវនេះមានម៉ាស៊ីនស្ទូងបាទក៏ដូចជា excavator ផងដែរផលិតផលដែលយើងយកមកឆ្នាំនេះបន្ថែមគឺម៉ាស៊ីនស្ទូងបាទប្រភេទថ្មីហើយក៏អាប់ដេតបាទគេហៅថាម៉ាស៊ីនម៉ាស៊ូសេរីថ្មីបាទដែលជួយសន្សំចែកប្រេងបានល្អជាងមុនហើយគុណភាពមានការធានាបានកាន់តែយូរជាងមុនគឺ3ឆ្នាំម៉ាស៊ីនស្ទូងយើងបានធ្វើការបង្ហាញចំនួន2ខែមកហើយគឺបានដំណនៅកំពង់ធំហើយមានចំណាប់អារម្មណ៍មានការកក់មានការចង់ដឹងចង់នេះដែរតើតើនៅវិស័យកសិកម្មយើងនឹងធ្វើការអាប់ដេតថាតើប្រជាពលរដ្ឋនឹងខ្វះខាតអីមានអ្វីខ្លះដែលថាមានស័ក្តិសមជាមួយដីស្រុកខ្មែរយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទិន្នផលស្រូវនៅឆ្នាំ2012ឆ្នាំ2013មានការកើនឡើងគួរឲ្យកត់សម្គាល់ទិន្នផលបានកើនឡើងជាង 6% ធៀបទៅនឹងទិន្នផលស្រូវកាលពីឆ្នាំ2011ឆ្នាំ2012ដោយសារកំណើនផ្ទៃដីដាំដុះស្រូវមានការកើនឡើងតាមរបាយការណ៍បូកសរុបលទ្ធផលសម្រាប់ការងារបង្កបង្កើនផលឆ្នាំ2012-2013បានវិនិច្ឆ័យតុល្យភាពស្បៀងសម្រាប់ឆ្នាំ2013បានបង្ហាញថាទិន្នផលស្រូវសរុបនៅឆ្នាំនេះមានចំនួនជាង 9.31 លានតោនដោយកើនឡើង 6.05% ធៀបទៅនឹងទិន្នផលឆ្នាំ2011-2012ដែលមានត្រឹមតែជាង 8.78 លានតោនការកើនឡើងទិន្នផលស្រូវបែបនេះបានធ្វើឲ្យប្រទេសកម្ពុជាលែងមានការព្រួយបារម្ភអំពីសន្តិសុខស្បៀងហើយប្រជាពលរដ្ឋទូទៅក៏លែងព្រួយបារម្ភអំពីសុវត្ថិភាពតម្លៃអង្ករនៅលើទីផ្សារផងដែរគួរបញ្ជាក់ថាវិស័យកសិកម្មមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាដែលមានអំណោយផលទាំងអាកាសធាតុទាំងផ្ទៃដីនិងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋភាគច្រើនលើសលប់ដែលប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមជីវិតជាក់ស្ដែងក្រោយពេលរាជរដ្ឋាភិបាលមានផែនការនាំអង្ករចេញរាប់លានតោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ2015ខាងមុខគឺទិន្នផលស្រូវកាន់តែកើនឡើងហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏មានភាពកាន់តែប្រសើរផងដែរ
Đã dồn mà icon The icon, the symbol of trust.